ល្ងាចនេះបងប្អូនអើយសង្ឃឹមថាម្ដាយក្មេកខ្ញុំនៅពេលគាត់ត្រឡប់មកធ្វើការវិញសង្ឃឹមថាគាត់មិនស្ដីបន្ទោសឬឆ្លោះជាមួយខ្ញុំទៅចោះប្រហែលថ្ងៃនឹងកំពុងតែញាក់ភ្នែកផងបងប្អូនរឿងនេះចេះទេមុននឹងគាត់ទៅធ្វើការហ្នឹងក៏គាត់បាននិយាយប្រាប់ខ្ញុំថាម៉ោង4:45នាទីឲ្យខ្ញុំទៅជួបគាត់ដើម្បីដុកមាត់ភ័ក្រគាត់ទៅបំបីថ្ងៃហ្នឹងដល់ពេលដល់ម៉ោងហ្នឹងខ្ញុំដើររកគាត់មិនឃើញសោះបងប្អូននេះខលចូលហើយខ្ញុំខំដើររកក៏គ្រប់ផ្ទះមិនដឹងជាគាត់បោសសម្អាតផ្ទះមួយណាទេមាត់ភ័ក្ររបស់គាត់ក៏មិនដឹងមួយណាទេឥឡូវខ្ជិលខ្វល់ក៏ខ្ញុំធ្វើដំណើរទៅសួរសុខទុក្ខមាត់ភ័ក្រខ្ញុំម្នាក់គាត់កើតតំណផ្អែបងប្អូនអើយងាកចូលពេទ្យរហូតថ្ងៃហ្នឹងផ្លូវដែលខ្ញុំធ្វើដំណើរជាប្រចាំថ្ងៃនេះគេជឿជុលគេកាត់ផ្លូវដើម្បីដាក់សយោទឹកចឹងហើយត្រូវជិះវៀងដល់ពេលជិះវៀងចូលប្រឡោះនេះមកហើយបងប្អូននៅផ្ទះគេសិតធំហើយស្អាតទៀតបងប្អូនអ្នកស្រុកឥណ្ឌាគាត់សាងសង់ផ្ទះគាត់ឲ្យជួយចិត្តធ្វើលបងខ្ពស់ធ្វើទៀតទេមកដំបូងខ្ញុំស្គាល់ដែរខ្ញុំសួរប្តីខ្ញុំហេតុអីបានជាអ្នកស្រុកនេះឯងហ្នឹងគេធ្វើផ្ទះអញ្ចឹងប្តីខ្ញុំប្រាប់ថាឯងអើយស្រុកហ្នឹងគេធ្វើផ្ទះគេធ្វើលបងទៀតហ្នឹងដើម្បីថាពេលយើងធ្វើផ្ទះមកបើយើងធ្វើលបងខ្ពស់អ្នកមើលមកពីក្រៅផ្ទះគេអត់ស្អាតទេអញ្ចឹងហើយបានគេជួយចិត្តធ្វើទៀតហើយមិត្តភក្តិខ្ញុំដែលគាត់បានឈឺហ្នឹងអត់បានជួបគាត់ទេគាត់ទៅពេទ្យបណ្ឌិតសុខភាពទៀតហើយអញ្ចឹងហើយក៏ខ្ញុំឈៀងទៅផ្ទះបងប្អូនទៅដូនមួយប្តីខ្ញុំដើម្បីទៅសុំព្រួយម្កាក់មកយកស្លអំជូរគ្រឿងប៉ុន្តែលើកនេះបងប្អូនអើយមានអារម្មណ៍ខ្ញុំពិតជារំខានគាត់ខ្លាំងណាស់ដោយសារតែវគ្គមុនខ្ញុំទៅសុំព្រួយម្កាក់គាត់ម្ដងដល់ពេលគាត់បិទអាតបោលើអត់ចិត្តភ្លៀងមកដក់ទឹកលើតបោផ្ទះគាត់នឹងឯងចង់បាច់ចេញក៏វាមិនកើតដោយសារគាត់ខ្លាចល្អធ្លាក់ទៅលើផ្ទះឯងអញ្ចឹងទៅហើយលើកក្រោយក៏ខ្ញុំមិនហ៊ានទៅសុំគាត់ម្ដងទៀតដែរនៅពេលដែលខ្ញុំបានមកដល់ផ្ទះក៏នឹកឃើញពាក្យស្ដីសុខជាម៉ាក់នេះអត់គោរពសន្យាសោះសន្យាថាធ្វើនំប៉័ងហត់ដកឲ្យខ្ញុំញ៉ាំឥឡូវ2 ខែជាងមិនឃើញសោះចឹងថ្ងៃហ្នឹងក៏នឹកឃើញថាកុំឲ្យកូនអន់ពូនចិត្តក៏រៀនធ្វើនំប៉័ងហត់ដកហើយលើកទី1សម្រាប់ខ្ញុំដែរបងប្អូនធ្លាប់តែឃើញបងអូនស្រីខ្ញុំធ្វើអញ្ចឹងណាហើយរូបមន្តដែលខ្ញុំលាយម្សៅមីហ្នឹងស្មានទេបងប្អូនអើយដោយសារតែខ្ញុំមិនមានជីងថ្លឹងប៉ុន្តែគិតសពទៅទោះបីតែខ្ញុំមានជីងថ្លឹងក៏ដោយក៏ខ្ញុំអត់ចេះចងរូបមន្តដែរហើយពេលខ្លះក៏ខ្ញុំបានលួចមើល YouTube ដែលគេបង្ហាញយើងពីរបៀបធ្វើម្ហូបអាហារអញ្ចឹងទៅប៉ុន្តែចង់បញ្ជាក់ប្រាប់បងប្អូនថាប្រហែលខ្ញុំជំនាញពេកហើយមើលទៅព្រោះមើលទៅភ័យខ្លះគេចេញមកក្រឹកក្រមឬក៏ការបង្ហាញរបស់គេពេលយើងយកធ្វើតាមវាល្អប៉ុន្តែភ័យខ្លះទៀតទៅឧទាហរណ៍ថាគេដាក់ស្ករ20 ក្រាមឬក៏ម្សៅ20 ក្រាមដល់ពេលលុញនំចេញមកម៉ែអើយបងប្អូនអើយខ្ជិលនិយាយត្មងអន់ជាងខ្ញុំស្មានទៀតហើយម្សៅមីដែលខ្ញុំបានលាយហើយហ្នឹងតាមពិតទៅបងប្អូនអើយស្តង់ដាររបស់គេផ្អាប់ទុកយ៉ាងហើយដល់ក៏2 ម៉ោងទៅ2 ម៉ោងកន្លះដែរតែថាខ្ញុំគ្មានពេលអញ្ចឹងហើយខ្ញុំផ្អាប់ទុកតែ30 នាទីតែខ្ញុំមើលទៅវារៀងឡើងគួរសមដែរអញ្ចឹងហើយខ្ញុំបន្ថយបន្ថាយកវាធ្វើហ្មងទៅប៉ុន្តែការមូលរបស់ខ្ញុំហ្នឹងនិយាយទៅមិនមែនអ្នកទាត់ជំនាញស្អីទេបងប្អូនអើយគ្រាន់តែរុំម្សៅក៏មើលទៅឆ្កងដែរមិនបាច់បងប្អូនប្រាប់ខ្ញុំដឹងខ្លួនឯងដែរហើយនំដែលខ្ញុំបានធ្វើហើយហ្នឹងតាមក្បួនរបស់គេផ្អាប់ទុកម្ដងទៀតត្រឹមកន្លះម៉ោងអញ្ចឹងទៅឯខ្ញុំវិញរវល់តែម៉ាសាបងប្អូននំចោលឡើង3 ម៉ោងមានអីទៀតតែវាឡើងហើយក៏វាស្រក់ទៅវិញដែរហើយសូមពេលវេលាបងប្អូនបន្តិចទេមកណែនាំជាមួយសតុននិយាយទៅសាប៊ូសតុនល្អប្រើខ្លាំងណាស់បងប្អូនសាច់ម្សៅគេឡើងល្អិតហើយខ្ញុំដាក់វាតែបន្តិចទេមានពពុះច្រើនកាន់តែគក់ពពុះកាន់តែចេញលាងសម្អាតកខ្វក់ទលីដីចេញពីសាច់កណាត់បានល្អធ្វើឲ្យសាច់កណាត់ទន់ល្មើយថែមទៀតផងហើយនៅមានក្លិនក្អូបប្រហើរនិយាយទៅបងប្អូនសាប៊ូម្សៅយើងប្រើហើយចំណេញលើចំណេញតែម្ដងយើងប្រើដោយដៃក៏បានប្រើជាមួយម៉ាស៊ីនក៏បានដែរហើយក្រុមហ៊ុនគេវេខ្ចប់មានច្រើនចំណុះតាមតម្រូវការរបស់បងប្អូនក្រុមហ៊ុនរបស់គាត់ក៏រួមតំណាងចែកចាយ25 កាក់កងដែរហើយកញ្ចប់ធំក៏ចូលស្តុកអញ្ចឹងហើយបងប្អូនអាចកំងបានហើយនំហតដកខ្ញុំលើកនេះបងប្អូនអើយធ្វើអត់បានល្អទេប្រាជ័យទាំងស្រុងតែម្ដងតាមពិតទៅការលាយម្សៅវាមិនអីតែសំខាន់ពេលវេលាខ្ញុំຕົកយូរពេកដល់ធ្វើចេញមកវាមិនត្រឹមតែមិនសូវឆ្ងាញ់ទេថែមទាំងវារឹងហើយវាបែកទៀតពេលដែលខ្ញុំបានយកនំទៅដុតហ្នឹងអត់បានសេរីអាកម្ដៅភ្លើងសោះបងប្អូនអើយគ្រាន់តែថាពេលម្ដាយក្មេកខ្ញុំគាត់ធ្វើនំដងគាត់តែបើកអានឹងចោលអញ្ចឹងហើយនំដែលខ្ញុំធ្វើចេញមកហ្នឹងរសជាតិអត់អីទេបងប្អូនតែទោះតែម្យ៉ាងទេដូចថាយើងញ៉ាំទៅរៀងឆៅវារឹងទៀតរឹងហើយស្រួយតែនំដូណាត់វាមិនសូវអីទេវាអាចញ៉ាំបានចឹងគ្រាន់ថាដូណាត់លើកនេះក៏វាឆ្ងាញ់ឲ្យលើកមុនដែរហើយសរុបសេចក្ដីមកនំដែលខ្ញុំបានធ្វើហ្នឹងគឺបរាជ័យទាំងស្រុងប៉ុន្តែមិនចុះចាញ់ទេថ្ងៃណាមួយខ្ញុំធ្វើម្ដងទៀតហើយវីដេអូរបស់ខ្ញុំក៏មានប៉ុណ្ណឹងដែរចាអរគុណច្រើនបងប្អូនជម្រាបលាបាយបាយ